សួស្តីបងប្អូនទាំងអស់គ្នាបាទនឹងថ្ងៃនេះខ្ញុំមានចំណេះដឹងបន្តិចបន្តួចដើម្បីមកចែករំលែកដល់បងប្អូនដែលប្រើប្រាស់ទូរស័ព្ទ Android បាទដើម្បីធ្វើយ៉ាងណាឲ្យទូរស័ព្ទរបស់យើងនឹងមានល្បឿនអ៊ីនធឺណិតកាន់តែលឿនជាងមុនបាទនឹងសម្រាប់បងប្អូនដែលចូលចិត្តលេងហ្គេមលេង TikTok លេង Facebook មើល YouTube ហ្នឹងបាទពុកមើលស្ដាប់stop ហើយថ្ងៃនេះខ្ញុំមានចំណេះដឹងបន្តិចបន្តួចនឹងចែករំលែកដល់បងប្អូនបាទដូច្នេះមួយខាតពេលលេងមកទស្សនាមួយចំណុចដូចតទៅបាទដំបូងបងប្អូនចូលក្នុង Play Store មកនឹងវីដេអូឲ្យបងប្អូនបាទគេជាការស្រេចហ្នឹងហើយបងប្អូនទៅមើលនេះកន្លែងនេះបាទនេះលេខ1នៅលើហ្នឹងបាទហ្នឹងលេខ1ហ្នឹងលើវាមានលេខ4នៅពីលើលេខ1ហ្នឹងហើយតែយើងបើកមកវាចាញ់ឲ្យអញ្ចឹងបាទនេះកន្លែងហ្នឹងបាទវាបើកមកវាចាញ់ឲ្យអញ្ចឹងជាស្រេចហ្នឹងហើយចាញ់អញ្ចឹងថាយើងប្រើទៅវាអាចវាមិនសូវជាលឿនដូចមុនបាទបងប្អូនចង់ចុចប្រើនេះមកចុចមកចុចបាត់មកហើយនេះចុចអាក្រមអក្សរមាន1 2 3 4 5 6សក្រមគេបងប្អូនហ្នឹងហើយបងប្អូនចុចអាក្រមគេមកថាយើងចង់ចុចប្រើវិញចុចក្រមគេប្រើហ្នឹងហើយវាបាត់វិញអត់ឃើញបងប្អូនលេខនៅខាងលើមិញអត់មានទេហ្នឹងបាទហើយយើងចុចប្រើសេវាធម្មតាខ្ញុំបើប្រើវិញយើងប្រើអាហ្នឹងមកលេខ1ហ្នឹងវាចាញ់ធម្មតាហ្នឹងបាទអូខេបាទមានតែប៉ុណ្្នឹងអស់ចូលសូមអធិស្ឋានផងបាទសូមเป็นនិយាយទៀតបាទហ្នឹងហើយចុងក្រោយសូមកុំភ្លេចសូមជួយចុច Subscribe និងរូបកណ្ដឹងរបស់ Channel ខ្ញុំបាទផងបាទហ្នឹងហើយបាទហ្នឹងហើយបាទ Channel ខ្ញុំបាទទៅភ្លាមបង្កើតថ្មីបងប្អូនហ្នឹងហើយយើងត្រូវជួយគ្រប់គ្រងគ្នាទៅវិញទៅមកបាទហ្នឹងហើយបាទអរគុណច្រើនបាទ